ទាំងប្រជាពលរដ្ឋខ្មែរនិងថៃអាចវិលត្រឡប់ចូលប្រទេសវិញចាប់ពីវេលាម៉ោង 5 ដល់ម៉ោង 8 យប់តាមច្រកទ្វារព្រំដែនប៉ោយប៉ែតមុនឈានទៅដល់ការបិទទាំងស្រុងចាប់ពីវេលាម៉ោង 5 ដល់ម៉ោង 8 យប់ថ្ងៃអង្គារទី 24 ខែមិថុនាឆ្នាំ 2025 នេះប្រជាពលរដ្ឋទាំងសងខាងអាចវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតមុននឹងយោធាថៃសម្រេចបិទគប់ច្រកអន្តរជាតិមួយនេះទាំងស្រុងបើយោងតាមលិខិតមួយច្បាប់របស់អាជ្ញាធរកម្ពុជាថៃបានឯកភាពគ្នាទុកពេលត្រឹម3ម៉ោងគឺចាប់ពីវេលាម៉ោង 5 ដល់ម៉ោង 8 យប់ថ្ងៃទី 24 ខែមិថុនាឆ្នាំ 2025 នេះដើម្បីឲ្យប្រជាពលរដ្ឋទាំងសងខាងអាចវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមុនសម្រាប់បិទគប់ច្រកអន្តរជាតិមួយនេះទាំងស្រុងបញ្ឈប់ឲ្យមានការឆ្លងកាត់ទៅវិញទៅមកនៅវេលាម៉ោងដូចគ្នានេះដែរសម្រាប់រថយន្តនៃប្រទេសទាំងពីរក៏ត្រូវបើកត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញផងដែរតែមិនអនុញ្ញាតឲ្យមានការដឹកទំនិញអ្វីទាំងអស់ដោយឡែកសម្រាប់ច្រកទ្វារតំបន់ដែលមាននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវគឺភាគីកម្ពុជាថៃឯកភាពគ្នាទុកពេលត្រឹម1ម៉ោងប៉ុណ្ណោះពលគឺនៅម៉ោង 5 ដល់ម៉ោង 6 ល្ងាចថ្ងៃនេះពលរដ្ឋត្រូវត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញហើយបញ្ឈប់ឲ្យមានការចេញចូលឆ្លងកាត់បន្តទៀតសូមបញ្ជាក់ដែរថាយោធាថៃកាលពីថ្ងៃទី 23 ខែមិថុនាឆ្នាំ 2025 កន្លងទៅនេះបានសម្រេចបិទជាឯកតោភាគីនៅច្រកព្រំដែនទាំងអស់ជាមួយនឹងកម្ពុជាដោយយកលេសស្ដីពីកំណើនអក្រិតកម្មឆ្លងដែននិងការរំលោភបំពានព្រំដែនពីកងទ័ពកម្ពុជា